ចុះទៅថ្វាយព្រះសូមសុខសួស្ដីដោយជានិស្ស័យសូមស្រីជាគូកាកូឡាលើកក្រហមសមកផ្ញើទៅរកតែចិត្តតែក្ដីកាកូឡាលើកក្រហមសតាំងចិត្តស្មោះសរតែចិត្តតែក្ដីសូមជួបរូបអូនគ្រប់ជាតិនិស្ស័យមកផ្ញើនិស្ស័យនឹងព្រែកលួងជុំមុំទៅវត្តណាបងសូមញ៉ាំកាទៅថ្វាយព្រះពររដើជុំមុំទៅវត្តណាបងសូមញ៉ាំកាទៅថ្វាយព្រះពរចាប់ទៅព្រះពរទៅចំតាក្របងញ៉ាទៅផងថ្វាយព្រះនៅវត្តឈូក្រពុំតែមុំសូចំបាបកាក្របងសូមជួបស្រីជូក្រពុំតែមុំសូចំបាបកាក្របងសូមជួបស្រីទៅថ្វាយព្រះសូមជួបពីស្រីរយជានិស្ស័យសូមស្រីជាគូកាកូឡាលើក្រហមសបងផ្ញើទៅតែចិត្តតែក្ដីកាកូឡាលើក្រហមសដោយចិត្តបបដោយចិត្តតែក្ដីសូមជួបរូបអូនគ្រប់ជាតិនិស្ស័យបងផ្ញើនិស្ស័យនឹងព្រែកលួងហើយបាទសូមអរគុណជាដំបូងនេះខ្ញុំបានសូមជម្រាបសួរដល់ទស្សនិកជនដែលទស្សនាទីនេះក៏ដូចជាតាមគេថាផងដែរទីជាមួយខ្ញុំបានបទឆាវបទទៀតបាទEspañola ដួងនេត្រាប្រៀបដូចជាដួងខើអូនញញឹមស្រស់ស្រីវេម្លេះទេរៀងសុំស្នេហ៍ទៅលើរូបស្រស់ស្រី Española ដួងនេត្រាប្រៀបដូចបិចរណៃគឺម្ដងស្ទើរតែស្លុតស្មារតីអូនខ្លាំងត្រីស្រី Españolaអូនល្អវេម្លេះទេរៀមសានស្នេហាសូម Española មេត្តារៀមពោទុំឲ្យរៀមពោជើងព្រោះត្បិតនួនល្អសូមអូនអាណិតបង Española Española ដួងនេត្រាប្រៀបដូចជាដួងខែអូនញញឹមស្រស់ស្រីវេម្លេះទេរៀងសុំស្នេហ៍ទៅលើរូបស្រស់ស្រី Española ដួងនេត្រាចាំងដូចពេជ្រចរណៃ
ហាសូមអេស្ប៉ាញ៉ូឡាមេត្តារៀមហោគុំឲ្យរៀមខូចចិត្តព្រោះត្បិតនួនល្អសូមអូនណានិតបងអេស្ប៉ាញ៉ូឡាសូមអរគុណសាជាថ្មីម្ដងទៀតបាទចំពោះការគ្រប់គ្រងបាទសូមអរគុណដល់លោកអមរិតបាទជំរាបសួរបាទគាត់ក៏អេស្ប៉ាញ៉ុលអូយខ្ពស់ល្អចាចូលចិត្តលើកអមរិតមានអារម្មណ៍មានតិចបន្តិចចាចូលចិត្តមិនក្តៅខ្ញុំភ្លើងហ៎ក្តៅតិចតិចវីបុលភ្លើងមែនចូលចិត្តលោកអមរិតតិចចាគេថាជួបវត្តមានលោកអមរិតញឹកញាប់ណាស់បាទចាវត្តមានតារាសម្ដែងហើយក៏ជាតារាចម្រៀងអាជីពចាពិសេសមែនតើហើយលោកអមរិតបើសិនជាកម្ពស់1ម៉ែត្របានណាលោកអមរិតបាទខ្ញុំចំពោះកម្ពស់1.81ម៉ែត្រហ្មង1.81ម៉ែត្រអូយមានចាប់អាជីពអ្នកបង្ហាញម៉ូដមួយទៀតអត់ទេឥឡូវបាទខ្ញុំឥឡូវគឺអាជីពជាតារាបង្ហាញម៉ូដប្រចាំក្រុម Sun Super Model ផងដែរអូបាទអញ្ចឹងបានទៀបណាស់1.81ម៉ែត្របាទនេះគេហៅຂະຫນាតកម្ពស់នេះកម្ពស់អន្តរជាតិហើយអ្នកបង្ហាញម៉ូដទៅគេក៏ចាប់ពី1.78ម៉ែត្រ78ឡើងអញ្ចឹងទៅគឺខ្ពស់ហើយបរទេសខ្មែរយើងឥឡូវមានហើយ1.81ម៉ែត្របាទខ្ញុំ1.2ម៉ែត្រផឹង1ម៉ែត្រម៉ាន1.2ម៉ែត្រផឹងម៉ានទៅអាហ្នឹងបាទម៉ានទៅឥឡូវនេះ1.2ម៉ែត្រផឹងបាទបើសិនជាកម្ពស់ម៉ែត្រណាចា74អូមានអីស្តង់ដារដែរតាបើឈរអែមណាស់មានអីម្យ៉ាងម្នាក់ទេលោកវិបុលណាចាអរគុណខ្ញុំនៅនេះនិយាយចោះបានជឿតោះឥឡូវយើងនិយាយគ្នាពីអ្នកក៏បានដែរមានអារម្មណ៍យ៉ាងណាដែរចាឡើងមកកាន់តំបន់ជួអ្វីគឺពិតជាមានអារម្មណ៍រំភើបមែនទែនហើយនេះក៏ជាលើកទី2សម្រាប់លោកខ្ញុំបាទដែលចូលរួមក្នុងកម្មវិធីតំបន់ជួអ្វីនេះព្រោះថាកម្មវិធីនេះគឺកម្មវិធីជួអ្វីបងប៉ុន្តែដោយឡែកថាគឺជារដូវបុណ្យភ្ជុំបិណ្ឌខ្ញុំបានក៏បានលើកបទភ្ជុំក៏ដូចជាបទប្រពៃណីសម្រាប់អារម្មណ៍ទស្សនិកជនបងបានទៅបានវត្តណាខ្ញុំបាន3វត្តហើយបងក៏ញ៉ាំខាងអត់បានយូរមកឯងហ្មងបាទអរគុណបាទប្រិយមិត្តទ្រទស្សនិកជនវគ្គក្រោយនេះលោកអ្នកនឹងបានឃើញនៅវត្តមានកញ្ញាសួសអាវីសាតែក្នុងពេលនេះពីកម្មវិធីសូមការញ៉ាំសម្រាប់វត្តទេស